ពស់ត្បាល់គឺជាសត្វពស់មួយប្រភេទដែលមានភាពកាចសាហាវខ្លាំងណាស់ហើយបើនិយាយពីទំហំរបស់វាវិញគឺវាមានទំហំធំខ្លាំងគឺសឹងតែអាចនិយាយបានថាវាមានទំហំប៉ុនដើមដូងដើមត្នោតឯណោះហើយចាស់សម័យបុរាណតែងតែនិយាយតគ្នាមកថាបើដើរជួបវាដោយចៃដន្យហើយគឺពិតណាស់ពិបាកនឹងគេចខ្លួនពីការប្រមាញ់របស់វាខ្លាំងណាស់គឺមានតែ 2-3% ប៉ុណ្ណោះដែលអាចមានជីវិតត្រឡប់មកវិញបានពស់ត្បាល់វាមានសម្បុរខ្មៅរលើបភ្នែកក្រហមធំដែលបន្លំនឹងភក់បាតបឹងឬស្ទឹងនៅក្នុងព្រៃជ្រៅនាសម័យនោះអ្នកដើរព្រៃឬព្រានព្រៃគឺគេមានការប្រុងប្រយ័ត្នខ្លាំងណាស់ព្រោះបើដើរចូលទៅក្នុងតំបន់វាហើយគឺមិនអាចដកខ្លួនវិលមកវិញបានទេព្រានព្រៃគេអាចសម្គាល់ដឹងច្បាស់ទីកន្លែងដែលវារស់នៅតាមរយៈដើមឈើមួយទ្រប់ត្រូវបានជំរុះស្លឹកអស់សន្តានដីបែកបឹងឬក៏ខាងក្រោមមានលក្ខណៈរលីងដែលគ្មានសត្វណាហ៊ានទៅជិតតំបន់នោះឡើយហើយបើដើរសុកសត្វឆ្កែឬក៏ស្រណក់ដែលដើរមកជាមួយព្រាននោះផ្អើលរត់ត្រឡប់ក្រោយច្បាស់ណាស់ថាតំបន់នោះជាតំបន់ដែលវាកំពុងរស់នៅហើយដូច្នេះគេត្រូវគេចខ្លួនពីតំបន់នោះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានហើយបើទេត្រូវបោះចោលសម្ភារៈមួយចំនួនដូចជាក្រមាបង់កដើម្បីកុំឲ្យវាដេញតាមក្លិនដែលជាប់នឹងក្រមានោះព្រោះពួកវាជាសត្វដឹងក្លិនណាស់នៅពេលដែលមានសត្វឬមនុស្សចូលទៅតំបន់របស់វានឹងវាយប្រហារភ្លាមហើយការវាយប្រហាររបស់វាត្រឹមតែ 2-3 នាទីប៉ុណ្ណោះហើយបើតាមចាស់និយាយតគ្នារហូតមកដល់ពេលបច្ចុប្បន្ននេះពស់ញីគឺមានមាឌធំជាងអាឆ្មោ 2-3 ដងហើយវាមានភាពកាចសាហាវខ្លាំងនៅពេលដែលវាកំពុងតែកាងកូនឬក្រាបពងរបស់វាហើយពស់ញីមានក្បាលរាងសំប៉ែតធំជាងអាឆ្មោលហើយពស់ឆ្មោលមានម្ដុះចែពីលើក្បាលហើយសម្បូរខ្លាំងនៅសម័យមហានគរហើយមកដល់ពេលបច្ចុប្បន្ននេះគេមិនអាចដឹងថាវានៅមានវត្តមាននៅលើទឹកដីខ្មែរឬអត់នោះទេព្រោះគ្មាននរណាបានឃើញឬថតជាប់សកម្មភាពវានោះទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នេះឯងតើបងប្អូនយល់យ៉ាងណាដែរចំពោះប្រវត្តិរបស់ពស់ត្បាល់បើសិនជាមានកន្លែងណាខុសឆ្គងអាច comment ខាងក្រោមវីដេអូដើម្បីស្ថាបនាហើយតើពស់ត្បាល់ពិតជាមានពិតមែនដូចដែលចាស់និយាយកាលពីសម័យបុរាណមែនឬយ៉ាងណាសូមអរគុណសូមជម្រាបលា